ភាពគណៈអធិបតីនិងភ្ញៀវចូលរួម2គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា3របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញដោយលោកខៀវវុធិនប្រធានការិយាល័យនៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ4ចំណាប់អារម្មណ៍របស់លោកវិជ្ជបណ្ឌិតអានីបាននាយករងអង្គការយូនីសេសប្រចាំកម្ពុជា5មតិសំណេះសំណាលប្រកាសដាក់ឲ្យប្រើប្រាស់នៅសៀវភៅណែនាំការអនុវត្តសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញនិងបើកសិក្ខាសាលាដោយឯកឧត្តមបណ្ឌិតអឹមកុចរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា6វិធីចែកសៀវភៅនិងផ្ទាំងរូបភាពណែនាំជានិមិត្តរូបដោយឯកឧត្តមអឹមកុចរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា7ការថតរូបអនុស្សាវរីយ៍សិក្ខាសាលាយើងមានគោលបំណងអភិវឌ្ឍសមត្ថភាពដល់លោកគ្រូអ្នកគ្រូដែលបានបង្រៀននៅសាលាមធ្យមសិក្សាបឋមភូមិដែលជាសាលាកូនដៅចែកផ្ទាំងរូបភាពណែនាំផ្សព្វផ្សាយពង្រីក25ខេត្តក្រុងជាតិនៃព្រះរាជាណាចក្រកម្ពុជាគ្រប់សូមពួតទេវតាព្រះសម្មាសម្ពុទ្ធឲ្យបានរុងរឿងប្រតិមង្គលស្រីសុស្ដីយើងខ្ញុំព្រះអង្គសូមជ្រកក្រោមលោកព្រះបារមីនៃព្រះប្រព្រៃគុំសក្ការៈសក្ការៈសាក់មកក្រុមដែនខ្មែរបុរាណកាលកាលចាសសូមអរគុណសូមអធិបតីលោក